ង្គមស៊ីវិលសំឡេងសង្គមស៊ីវិលគឺជាការផ្សាយរបស់គណៈកម្មាធិការ Conference សហការជាមួយអង្គការសមាគមមិនមែនរដ្ឋាភិបាលមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាសំឡេងសង្គមស៊ីវិលមានគោលបំណងប្រមូលផ្ដុំមតិយោបល់ទស្សនៈការវិភាគការសង្កេតឃ្លាំមើលនិងផ្ដល់ព័ត៌មាននានាក្នុងការចូលរួមស្ថាបនាសង្គមខ្ញុំធ្លាក់ពីជើងនារីភូមិយើងប្រែមុខមកកម្មវិធីស្ត្រីអាចធ្វើបានស្ត្រីដែលល្អប្រពៃក៏សារត់អូនទីគ្រីណាំណាមចង់ចិនណាច្បាប់មានចាជាបឋមខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះដេចគុណគ្រប់ព្រះអង្គនិងសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានស្ដាប់និងទស្សនាជាទីគោរពរាប់អាននៅថ្ងៃប្រហ័ស11កើតឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី29ខែមករាគ្រិស្តសករាជ2026កម្មវិធីស្ត្រីអាចធ្វើបាននៃការផ្សាយសម្លេងសង្គមស៊ីវិលដែលមានការផ្សាយនៅថ្ងៃប្រហ័សចាប់ពីវេលាម៉ោង4រហូតដល់ម៉ោង5ល្ងាចការផ្សាយផ្ទាល់នៅថ្ងៃនេះដែរគឺយើងនឹងលើកយកប្រធានបទស្ត្រីនិងការប្រកបរបរនៅក្នុងវិស័យចំការចេកនិងចំការកស៊ូតាមរយៈប្រធានបទនេះដែរយើងមានវាគ្មិនចំនួន2រូបវាគ្មិនមួយរូបដែលមានវត្តមានផ្ទាល់នៅក្នុងបន្ទប់ផ្សាយរបស់យើងនេះគឺលោកស្រីប៉ែនស៊ីណាលោកស្រីគឺជាអ្នកសម្របសម្រួលគម្រោងនៃសមាគមអាត់ហុកសូមជម្រាបសួរចាសូមជម្រាបសួរចាសូមជម្រាបសួរប្រិយមិត្តដែលអ្នកស្ដាប់វិទ្យុខំប្រេទាំងអស់គ្នាចាវាគ្មិនមួយរូបទៀតដែលយើងភ្ជាប់តាមប្រព័ន្ធអនឡាញគឺអ្នកស្រីពៅស្រីលក្ខអ្នកស្រីគឺជាប្រធានគម្រោងនៃអង្គការស៊ីលីកាចានៅក្នុងកម្មវិធីនេះដែរប្រិយមិត្តដែលកំពុងតែតាមដានស្ដាប់និងទស្សនាប្រសិនបើមានជាមតិយោបល់ឬក៏ជាសំណួរអាចសាកសួរមកកាន់វាគ្មិនរបស់យើងដែលមានវត្តមានផ្ទាល់និងវាគ្មិននៅតាមប្រព័ន្ធអនឡាញផងដែរប្រិមិត្តអាចចូលរួមបានតាមរយៈខ្ទង់ comment នៃការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់អង្គការ Conference ចា៎ហើយនេះខ្ញុំក៏សូមជម្រាបផងដែរថារាល់ការបញ្ចេញមតិយោបល់របស់លោកអ្នកសូមប្រកបទៅដោយក្រមសីលធម៌ដោយមិនប៉ះពាល់ដល់បុគ្គលណាម្នាក់ស្ថាប័នណាមួយជាពិសេសគឺអង្គ5មហាក្សត្រចា៎ចាឥឡូវនេះខ្ញុំសូមចាប់ផ្ដើមនៃកិច្ចពិភាក្សារបស់យើងតែម្ដងហើយជាសំណួរដំបូងដើម្បីឲ្យប្រិយមិត្តកាន់តែជ្រាបច្បាស់ថាតើអ្វីទៅជាគម្រោងឬក៏ជាការសិក្សាទៅលើវិស័យចំការចេកនិងចំការកស៊ូដូច្នេះខ្ញុំសូមឲ្យប្រិយមិត្តសម្រាប់ការលើកឡើងរបស់វាគ្មិនជាដំបូងសូមជូនទៅអ្នកស្រីពៅស្រីលក្ខចាសូមលើកឡើងជាថាតើហេតុអ្វីបានជាជ្រើសរើសការសិក្សាទៅលើគម្រោងកម្មករនៅក្នុងវិស័យចំការចេកនិងចំការកស៊ូចាសូមជឿចាអូនអរគុណសម្រាប់សំណួរអូនហ្នឹងហើយជំរាបសួរទៅដល់វាគ្មិនម្នាក់ទៀតហើយនឹងជំរាបសួរទៅដល់បងប្អូនដែលកំពុងតែតាមដានការ live ផ្ទាល់ចេញពី Conference ដែរចាសម្រាប់ពាក់ព័ន្ធជាមួយនឹងគម្រោងដែលសិលការធ្វើពាក់ព័ន្ធជាមួយនៅក្នុងក្រមស្ត្រីនៅក្នុងវិស័យចការចេកនិងចការកស៊ូដែរគម្រោងរបស់យើងគឺមានឈ្មោះថា Fair for All ជាភាសាអង់គ្លេសហើយយើងបកប្រែជាភាសាខ្មែរថាបរិយាបន្នខ្សែច្បាប់តម្លៃកសិកម្មដែលនៅក្នុងគម្រោងមួយហ្នឹងយើងចាប់ផ្ដើមតាំងពីឆ្នាំ2021ហើយយើងបានបញ្ចប់នៅក្នុងខែ12ឆ្នាំ2025អញ្ចឹងមកដល់ឥឡូវហ្នឹងគឺគម្រោងរបស់យើងគឺត្រូវបានបញ្ចប់រួចរាល់ហើយនៅក្នុងដំណើរថាមូលហេតុអីបានយើងចង់សិក្សាក៏ដូចជាជ្រើសរើសក្រុមគោលដៅនឹងជាក្រុមស្ត្រីនៅក្នុងក្រុមហ៊ុនចការចេកឬក៏ចការកស៊ូដែលគាត់ធ្វើការជាកម្មករអញ្ចឹងណាគឺដោយសារតែយើងចង់មើលពាក់ព័ន្ធជាមួយនឹងស្ថានភាពក៏ដូចជាពាក់ព័ន្ធជាមួយនឹងយើងចង់ធ្វើការសិក្សាពាក់ព័ន្ធជាមួយនឹងវិស័យចការចេកនិងចការកស៊ូរបស់យើងបន្ថែមទៀតដោយសារតែនៅក្នុងគម្រោងហ្នឹងមែនតើយើងមានអង្គការ
ចំនួន6ចូលរួមនៅក្នុងការធ្វើគម្រោងមួយហ្នឹងហើយដែលឡែកពីសិលកាទៅគឺយើងជាស្ថាប័នមួយដែលយើងធ្វើការទៅលើការលើកកម្ពស់សិទ្ធិស្ត្រីក៏ដូចជាលើកកម្ពស់សមភាព gender អញ្ចឹងហើយពីសិលកានៅក្នុងគម្រោងហ្នឹងយើងជាផ្នែកមួយនៅក្នុងការបញ្ជ្រាប gender ក៏ដូចជាពាក់ព័ន្ធជាមួយនឹងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅក្នុងវិស័យចការចែកនិងចការកស៊ូដែលយើងធ្វើការនៅក្នុងនោះគឺអធិស្ឋានផ្លត់សលេងតិចដោយសារកងកដាសាយហ្នឹងហើយអញ្ចឹងនៅក្នុងពីសិលកាទៅយើងធ្វើការជាមួយនឹងក្រុមស្ត្រី3ក្រុមដែលក្រុមទី1ហ្នឹងគឺក្រុមស្ត្រីដែលគាត់ផលិតកស៊ូលក្ខណៈគ្រួសារនៅខាងខេត្តត្បូងឃ្មុំហើយក្រុមទី2គឺក្រុមស្ត្រីដែលជាកម្មករនៅក្នុងវិស័យចការចែកនិងចការកស៊ូដែលធ្វើការនៅក្នុងក្រុមហ៊ុនឯកជននៅក្នុងខេត្តកញ្ចេះហើយក្រុមទី3គឺយើងធ្វើការជាមួយនឹងក្រុមស្ត្រីដែលជាអ្នកអភិរក្សធនធានធម្មជាតិដែលមានដីព្រៃសហគមន៍ហ្នឹងនៅសហគមន៍ដែលគាត់មានន័យថាដីកស៊ូដាំចេកអញ្ចឹងណាចាហើយហ្នឹងហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងតាមរយៈពង្រឹងភាពអង្អាចក៏ដូចជាពង្រឹងទៅលើការបញ្ជា gender នឹងដែរគឺសិលកាមានជាផ្ដល់តាមរយៈការផ្ដល់វគ្គប្រដាក៏ជាកិច្ចប្រជុំជាលក្ខណៈឲ្យមានសុវត្ថិភាពសម្រាប់ពួកគាត់ក្នុងការចែករំលែករឿងរ៉ាវអីផ្សេងមានទាំងសិក្ខាសាលាហើយរួមទាំងការផលិតនៅសភៅទឹកភ្នែកពណ៌សដែលផលិតចេញពីសាច់រឿងពិតរបស់ក្រុមស្ត្រីដែលនៅក្នុងវិស័យចការចែកនិងចការកស៊ូនឹងដែរអញ្ចឹងនេះគឺជារឿងរ៉ាវមួយចំនួនដែលសិលកាបានធ្វើនៅក្នុងគម្រោងមួយនឹងដែរចា៎ចាសូមអរគុណដល់បងច័ន្ទសិលៈដែលបានលើកឡើងពីថាតើហេតុអ្វីបានជាជ្រើសរើសនៅគម្រោងនៅក្នុងវិស័យចំការចែកនិងការកស៊ូមកសិក្សាចាជូនមកបងស៊ីណៃវិញផងដែរចាបងមានអ្វីបន្ថែមថាតើហេតុអ្វីបានជាជ្រើសរើសនៅការសិក្សាលើគម្រោងនេះចាអរគុណច្រើនអូនហើយសួស្តីទៅកាន់វិក្កាមិនអូនសិលៈផងដែរចាហើយសួរសុខទុក្ខពីចម្ងាយចាអរគុណសម្រាប់សាវតាគម្រោងដែលសមាគមអាត់ហុកកំពុងតែអនុវត្តហ្នឹងគឺតកតងជាមួយនឹងយើងឃើញថាការពីឆ្នាំ2011អង្គការសហជីវជាតិបានអនុម័តឯកសារគោលការណ៍មគ្គុទ្ទេសក៍សម្រាប់ធុរកិច្ចនិងសិទ្ធិមនុស្សហ្នឹងហើយឯកសារគោលការណ៍ហ្នឹងគឺមានសរស្តម្ភចំនួន3ធំទី1គឺការពារសិទ្ធិចាទី2គឺគោរពសិទ្ធិនិងទី3ការផ្ដល់ជាដំណោះស្រាយចាហើយមួយទៀតដែរគឺឯកសារគោលការណ៍សម្រាប់ធុរកិច្ចហើយនិងសិទ្ធិមនុស្សនឹងត្រូវបានបង្កើតស្របជាមួយនឹងគោលការណ៍នៃច្បាប់អន្តរជាតិក៏ដូចជាទំនៀមទម្លាប់នានាដើម្បីជំរុញឲ្យរដ្ឋជាសមាជិកនឹងហើយនឹងអង្គការដៃគូឯកជនចូលរួមការពារនិងគោរពសិទ្ធិមនុស្សក៏ដូចជាសិទ្ធិការងាររបស់កម្មករផងដែរហើយក៏ដូចជាសហគមន៍ដែលរងផលប៉ះពាល់ដូចជាកម្មករផងដែរកម្មករផ្សេងទៀតចាស្របជាមួយនឹងឯកសារនឹងដែរចាគោលការណ៍នឹងដែរគឺខាងរាជរដ្ឋប្រទេសកម្ពុជាយើងក៏បានអនុម័តផែនការជាតិសម្រាប់ការងារសមរម្យឆ្នាំ2024ដល់2028ចាដែលផែនការហ្នឹងគឺមានគោលបំណងជំរុញឲ្យមានលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករនិយោជិតហើយនឹងជំរុញឲ្យមានប្រតិភិបការងារផងដែរចាហើយជាមួយគ្នានេះដែរផែនការជាតិហ្នឹងគឺក៏មានគោលបំណងដាក់បញ្ចូលកម្មករដែលស្ថិតនៅក្នុងប្រព័ន្ធមិនរៀបរយឲ្យទៅជាកម្មកររៀបរយដែលទទួលបានកិច្ចការពារសិទ្ធិនិងផលប្រយោជន៍ដោយកម្មករក្នុងវិស័យផ្សេងទៀតចាហើយដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលហើយនៅក្នុងនោះគឺក្នុងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ2024-28ហ្នឹងគឺសមាគមអាត់ហុកចាដែលបានទទួលការគាំទ្រមូលនិធិពីសហភាពអឺរ៉ុបហើយសហការជាមួយនឹងអង្គការដៃគូពីរទៀតគឺអង្គការជំនួយផ្លូវច្បាប់សម្រាប់កុមារនិងស្ត្រីនិងអង្គការ Viver យើងបានអនុវត្តគម្រោងមួយដែលមានឈ្មោះថាលក្ខខណ្ឌការងារសម្រាប់កម្មករចំការចេកនិងចំការកស៊ូហើយគម្រោងនោះដែរគឺយើងចាប់អនុវត្តពីក្នុងខែ11 2023ហើយនឹងបញ្ចប់នៅក្នុងខែ10 2026នេះឆ្នាំនេះដែរចាសូមតាមចានៅក្នុងក្រោមគម្រោងនេះដែរគឺទាំងអង្គការទាំង3យើងធ្វើសកម្មភាពមានដូចជាយើងផ្ដល់ជាវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋមន្ត្រីសាធារណៈហើយនឹងខាងសហជីពក៏ដូចជាតំណាងក្រុមហ៊ុន
នឹងកម្មករហើយក៏ដូចជាយើងមានវគ្គផ្សព្វផ្សាយដល់កម្មករតាក់ទងជាមួយនឹងអំពើហិង្សាផ្អែកលើ gender ផ្នត់គំនិត gender ចាអញ្ចឹងយើងមានជាកិច្ចសន្ទនាផងដែរចាកិច្ចសន្ទនាហ្នឹងគឺយើងធ្វើឡើងដើម្បីជាឱកាសផ្ដល់ឲ្យទាំងកម្មករតំណាងរបស់ក្រុមហ៊ុននិងតំណាងខាងក្រសួងពាក់ព័ន្ធហ្នឹងគាត់ចូលរួមបានស្ដាប់ឮពីបញ្ហារបស់កម្មករលើកឡើងក៏ដូចជាស្វែងរកដំណោះស្រាយជូនដល់កម្មករនិងតំណាងក្រុមហ៊ុនបើសិនជាគាត់មានបញ្ហារបស់គាត់ដែរយើងចូលរួមដោះស្រាយទាំងអស់គ្នានៅក្នុងពេលសកម្មភាពរបស់យើងនឹងដែរចាអរគុណចាអរគុណបងស៊ីណាដែលបានបន្ថែមពីការជ្រើសរើសនៅគម្រោងសិក្សាទៅលើវិស័យចំការចេកនិងចំការកស៊ូឃើញថាមានសកម្មភាពជាច្រើនផងដែរសម្រាប់ដុសបណ្ដាទៅដល់ជូនទៅកម្មករចំការកស៊ូនិងចំការចេកចាតកតងជាមួយនឹងក្នុងការអនុវត្តការងារនេះផងដែរតើបងមើលឃើញពីស្ថានភាពនៃការអនុវត្តការងាររបស់កម្មករនៅចំការចេកចំការកស៊ូយ៉ាងណាដែរចឹងចាមែនតើទៅតាក់ទងមួយនឹងស្ថានភាពរបស់កម្មករដែលគាត់កំពុងធ្វើការណាគម្រោងក៏មានការចុះទៅស្ទង់មតិ assessment គឺវាតម្លៃពាក់ព័ន្ធជាមួយនឹងតាក់ទងមួយនឹងការងាររបស់ពួកគាត់ធ្វើក៏ដូចជាលក្ខខណ្ឌការងារម៉ោងពេលធ្វើការរបស់គាត់ក៏ដូចជាប្រាក់ខែហើយនឹងសុខុមាលភាពក៏ដូចជាសុខភាពរបស់ពួកគាត់និងសមត្ថភាពការងារយើងឃើញថាកម្មករក៏បានលើកឡើងថាប្រាក់ខែរបស់គាត់គឺនៅតិចតួចនៅឡើយមិនទាន់បានសមរម្យទេហើយដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ហើយមួយទៀតតាក់ទងជាមួយនឹងម៉ោងធ្វើការគឺឃើញថាកម្មករតាមរយៈការស្រាវជ្រាវគឺគាត់ឆ្លើយថាគាត់ធ្វើការ8ម៉ោងនោះគឺមានភាគរយតិចទៀតដែរតែបើគាត់ថាធ្វើការចាប់ពីខ្ទង់9ម៉ោងទៅ10ម៉ោងអីគឺមានចំនួនច្រើនចាអាច30%ជាងហើយយើងសម្ភាសហ្នឹងគឺយើងសម្ភាសតិចតួចទេយើងសម្ភាសតែកម្មករ106នាក់ទេនៅក្នុងនោះយើងសម្ភាសនៅក្នុងខេត្តចំនួន4ខ្ញុំសូមលើកកន្លែងហ្នឹងតិចចាយើងសម្ភាសនៅក្នុងខេត្តចំនួន4ដែលជាខេត្តគោលដៅរបស់គម្រោងគឺមាននៅក្នុងខេត្តកំពង់ចាមខេត្តត្បូងឃ្មុំខេត្តកំពង់ធំហើយនិងខេត្តមណ្ឌលគិរីចាអញ្ចឹងពួកគាត់ថាមែនតើទៅ8ម៉ោងហ្នឹងអ្នកឆ្លើយក្នុង questionnaire ក្នុងសំណួររបស់យើងនឹងកម្រងសំណួរយើងគឺមានតែ8%ទេហើយ30%ជាងគាត់ឆ្លើយថាគាត់ធ្វើការចន្លោះពី9ទៅ10ម៉ោងហើយមានភាគរយខ្ញុំអត់ចាំទេប្រហាក់ប្រហែលនឹងដែរគឺគាត់អាចធ្វើការលើសពី12ម៉ោងក៏មានដែរចាហើយមួយទៀតតាក់ទងជាមួយនឹងគាត់ក៏បានលើកអំពីតាក់ទងមួយនឹងសម្ភារៈឧបករណ៍ការពារខ្លួនរបស់ពួកគាត់ណាអង់គ្លេស PPE personal protection equipment ហ្នឹងចាគឺគាត់មិនទាន់មានគ្រប់គ្រាន់ទេហើយគាត់ប្រឈមនឹងអាចតាក់ទងមួយសុខភាពពួកគាត់ដែរដោយសារតែកាលណាគាត់អត់មានសម្ភារៈសម្រាប់ការពារខ្លួនគ្រប់គ្រាន់គាត់អាចឈឺហើយគាត់បារម្ភពីសុខភាពរបស់គាត់ទៅអនាគតដែរចាហើយមួយទៀតតាក់ទងមួយនឹងការឈប់សម្រាករបស់ពួកគាត់ឈប់សម្រាករបស់ពួកគាត់មែនតើទៅគាត់ថាគាត់ឈប់បានអាចកម្មករខ្លះគាត់ឆ្លើយថាគាត់ឈប់បានមួយថ្ងៃអ្នកខ្លះទៀតគាត់ថាគាត់អាចធ្វើមួយអាទិត្យពេញអញ្ចឹងណាព្រោះមែនតើទៅគាត់ហូបជាហៅទទួលកម្រៃជាប្រាក់ឈ្នួលមានន័យថាគាត់ទទួលប្រចាំថ្ងៃអញ្ចឹងកាលណាទទួលប្រចាំថ្ងៃបើសិនជាគាត់អត់ធ្វើការគឺគាត់អត់បានកម្រៃនោះទេចាហើយការឈប់សម្រាករបស់គាត់ក៏អញ្ចឹងដែរគាត់ថារៀងពិបាកដែរព្រោះបើយើងឈប់ដោយសារឈឺអីអញ្ចឹងទៅគេអាចកាត់ប្រាក់ខែគេអាចអីអញ្ចឹងទៅអញ្ចឹងឈឺទីទួយអីគាត់ថាអាចបង្ខំទៅធ្វើការទាំងឈឺអញ្ចឹងទៅអញ្ចឹងលើកលែងតែឈឺហ្នឹងងើបអត់រួចអីអញ្ចឹងទៅបានសុំគេឈប់សម្រាកអញ្ចឹងណាអូនហ្នឹងចាសូមថយក្រោយបន្តិចបងតាក់ទងជាមួយនឹងសម្ភារៈការពារខ្លួនបងអាចលើកឧទាហរណ៍ថាជាសម្ភារៈរបៀបម៉េចការពារខ្លួនរបៀបម៉េចដែរដោយសារតែកន្លែងការងារគាត់ហ្នឹងអាចនឹងមានការប្រឈមប៉ះពាល់ទៅដល់សុខភាពគ្រោះថ្នាក់យ៉ាងណាបានត្រូវការសម្ភារៈការពារខ្លួននេះចាអរគុណសម្រាប់សំណួរអូនចាមែនតើទៅកម្មករដែលគាត់ធ្វើការនៅក្នុងវិស័យចេកចំការចេកនិងចំការកស៊ូនេះគាត់ត្រូវអាចប្រឈមច្រើនជាមួយនឹងថ្នាំកម្ចាត់សម្លាប់សត្វល្អិតណាចាអញ្ចឹងថ្នាំទាំងអស់ហ្នឹងវាមានផលប៉ះពាល់ទៅនឹងសុខភាពរបស់គាត់អញ្ចឹងដូចជាចំការចេកយើងគេត្រូវខ្ញុំមិនច្បាស់ដែរប៉ុន្តែគាត់រៀបរាប់ប្រាប់ថាគាត់ត្រូវបើសិនជាកម្មករជាស្ត្រីគាត់ត្រូវដើរបេះផ្កាឬក៏គ្របទៅលើចេកហ្នឹងក្រោយពេលដែលកម្មករជាបរិសុទ្ធនឹងបាញ់ថ្នាំអញ្ចឹងកាលណាគាត់ដើរពីក្រោយគាត់ថាគាត់ត្រូវទទួលអាក្លិនថ្នាំដែលគេបាញ់ហ្នឹងចាអញ្ចឹងហើយគាត់ថាខ្លះណា
គាត់អត់មានសំគាត់អត់មានខោអាវសម្រាប់ពាក់ការពារខ្លួនទេអញ្ចឹងគាត់ពាក់អាវគាត់ធម្មតាហើយកាលណាអាវធម្មតាគឺអត់អាចការពារពួកគាត់បានទេអញ្ចឹងពេលដែលគាត់ក្រោយពេលដែលគាត់ដើរពីក្រោយអ្នកដែលគេបាញ់ថ្នាំនឹងមកកម្មករដែលគាត់បាញ់ថ្នាំហ្នឹងគាត់មានអារម្មណ៍ថាគាត់ស៊ីសើអស់កម្លាំងលហិតលហៃប៉ុន្តែគាត់ថាអាហ្នឹងបើគាត់ហូបទឹកច្រើនទៅគាត់សម្ភារអីចឹងទៅត្រឹមស្អែកឡើងអីគាត់អាចប្រសើរឡើងវិញហើយតែក៏ជាការបារម្ភរបស់គាត់ដែរអូនព្រោះគាត់ថាអាហ្នឹងបើសិនតែឲ្យទៅពេលគាត់ទៅនៅដើរពីក្រោយគេបាញ់ថ្នាំចឹងគាត់ត្រូវចង់និយាយថាគាត់នៅតែត្រូវប៉ះពាល់សុខភាពគាត់ធ្វើឲ្យគាត់អស់កម្លាំងវិលមុខសើអីចឹងគាត់បារម្ភដែរថាទៅមុខទៀតតែគាត់អាចមានជំងឺអីដែរអត់ទេបើសិនជាបច្ចុប្បន្នគាត់រកឃើញតែគាត់ឈឺចឹងមែនចឹងណាគាត់ទទួលរងនៅអស់នឹងចាហើយមួយទៀតអូនសួរមិញត្រឡប់មកសំណួរវិញថាសម្ភារៈការពារខ្លួនគាត់មានអីខ្លះមែនតើទៅកម្មករទាំងចការជាចការកស៊ូគាត់ត្រូវការជាពិសេសដោយសារគាត់ធ្វើការពេលយប់ដូចជាកម្មករជាចរកស៊ូគាត់ធ្វើការពេលយប់ចឹងធ្វើការពេលយប់គាត់អាចជួបជាមួយនឹងសត្វល្អិតដូចជាមានពស់ឬក៏សត្វអីផ្សេងៗចឹងទៅត្រូវការបញ្ជើងកវែងត្រូវការម៉ាស់ពាក់ត្រូវការបើកម្មករនេះត្រូវការមានស្រោមដៃមានអាវភ្លៀងពាក់ដើម្បីការពារពីថ្នាំមកលើខ្លួនកុំឲ្យផ្ទាល់នៅលើខ្លួនគាត់ពេកចាចាអរគុណបងស៊ីណាដែលបានបន្ថែមនៅលើស្ថានភាពរបស់កម្មករចំការកស៊ូនិងចំការជ័យចាសូមងាកទៅកាន់បងច័ន្ទសិលៈផងដែរតើតកតងជាមួយនឹងស្ថានភាពរបស់ស្ត្រីនៅក្នុងការអនុវត្តចំការជ័យនិងចំការកស៊ូតើយ៉ាងណាដែរចាសូមជឿចាអូនមែនតើទៅនៅក្នុងក្រមស្ត្រីដែលយើងបានធ្វើការជាមួយហ្នឹងគឺពួកគាត់មានទាំងក្រុមដែលជាកម្មករនៅចការជ័យផងហើយនៅចការកស៊ូផងអញ្ចឹងណាពាក់ព័ន្ធជាមួយស្ថានភាពរបស់ពួកគាត់បងលើកឡើងពាក់ព័ន្ធជាមួយនឹងការធ្វើការរបស់ពួកគាត់អញ្ចឹងណានៅក្នុងអ្នកដែលធ្វើការនៅចការជ័យគឺភាគច្រើនមែនតើទៅក្រុមដែលពួកគាត់ចែកម្លែកគឺពាក់ព័ន្ធជាមួយប្រាក់ឈ្នួលគឺពួកគាត់ធ្វើប្រចាំថ្ងៃមានន័យថាមួយថ្ងៃម៉ានអញ្ចឹងណាអញ្ចឹងគាត់អត់មានកុងត្រាជាប្រចាំខែឬក៏ជាប្រចាំឆ្នាំអីទេអញ្ចឹងបើផ្សេងជាក្នុងមួយថ្ងៃនោះគាត់ទៅធ្វើការមួយថ្ងៃនោះគាត់ទៅធ្វើការមានន័យថាគាត់ទទួលបានប្រាក់កម្រៃហ្នឹងតែបើសិនជាគាត់អត់ទៅទេគឺគាត់អត់ទទួលបានប្រាក់កម្រៃហ្នឹងទេហើយមួយទៀតដែរពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅក្នុងចការកស៊ូអីគឺពួកគាត់គិតជាចំនួនមានន័យថាជាបានប្រហែលលេខគឺបានលុយប៉ុណ្ណឹងអញ្ចឹងណាពាក់ព័ន្ធមួយស្ថានភាពរបស់ពួកគាត់ហើយមួយលេខនេះគឺវាខ្ទង់600ទៅ700ដើមដែលហៅថាមួយលេខតែចំនួនຂະຫນាតនៃកស៊ូរបស់ពួកគាត់អញ្ចឹងណាហើយជាធម្មតាក្រុមស្ត្រីដែលពួកបងធ្វើការជាមួយហ្នឹងហើយនឹងកម្មករផ្សេងទៀតដែរតាមរយៈការសួរនាំពីពួកគាត់ទៅអញ្ចឹងណាថាភាគច្រើនគឺចំណាក់ស្រុកមកពីខាងបណ្ដាខេត្តឬក៏តំបន់ផ្សេងមកធ្វើការនៅតំបន់នៅក្នុងចការកស៊ូឬក៏ចការជែកមួយហ្នឹងអញ្ចឹងទៅហើយក៏មានខ្លះដែរដែលគាត់រស់នៅក្នុងបរិបទជុំវិញមានន័យថានៅក្នុងនៅជុំវិញចការជែកហ្នឹងអញ្ចឹងណាអញ្ចឹងមានខ្លះដែរតែក៏អត់មានចំនួនច្រើនដែរអ្នកដែលចំណាក់ស្រុកមកពីចង្ងាយហ្នឹងគឺច្រើនជាងចាអរគុណបងច័ន្ទសិលៈចាចង់បន្ថែមទៅបងច័ន្ទសិលៈផងដែរថាតើកម្មករដែលប្រកបរបរនៅក្នុងចំការជែកនិងចំការកស៊ូហ្នឹងគាត់ទទួលបានសិទ្ធិអ្វីខ្លះដែលត្រូវបានធានាដោយច្បាប់ចាជាស្រ័យចាអត់ទទួលបានសម្លេងចាជូនមកបងស៊ីណាវិញផងដែរចាតើតទៅនឹងសំណួរដូចគ្នាផងដែរថាតើកម្មករដែលគាត់ប្រកបរបរនៅក្នុងចំការជែកនិងចំការកស៊ូហ្នឹងគាត់ទទួលបានសិទ្ធិអីខ្លះដែលធានាដោយច្បាប់នេះបងចាអរគុណច្រើនកម្មករដែលគាត់ប្រកបរបរនៅក្នុងវិស័យចំការជ័យចំការកស៊ូមែនតើគាត់ទទួលបានសិទ្ធិមិនជាខុសគ្នាជាមួយនឹងកម្មករដែលធ្វើការនៅវិស័យវាយនភ័ណ្ឌកាត់ដេរអីទេចាដូចជាគាត់សិទ្ធិដែលគាត់ទទួលបានទី1គាត់ទទួលបានប្រាក់ខែសមរម្យចាដែលអាចទ្រង់ជីវភាពរបស់ពួកគាត់បានហើយតកតងជាមួយនឹងកិច្ចសន្យាការងារអញ្ចឹងធម្មតាយើងដូចអូនធ្វើការអញ្ចឹងកាលណាយើងចូលធ្វើការមែនតើទៅយើងគេអាចថាប្រធានឬក៏តំណាងឬក៏ខាងលោកខាងរដ្ឋបាលអញ្ចឹងគាត់មានជាកិច្ចសន្យាការងារឲ្យយើងក្នុងកិច្ចសន្យាហ្នឹងគឺយើងមានចែកចង់និយាយតាក់ទងមួយថាតើគាត់បានប្រាក់បៀវត្សប្រមាណហើយគាត់
ត្រូវធ្វើការរយៈពេលប្រមាណក្នុងមួយថ្ងៃហើយគាត់មានថ្ងៃឈប់សម្រាកក្នុងមួយឆ្នាំប្រមាណថ្ងៃអញ្ចឹងគិតជាមធ្យមភាពមួយថ្ងៃគាត់អាចឈប់ប្រមាណមួយខែគាត់ឈប់ប្រមាណថ្ងៃបានអញ្ចឹងណាអូនចាហើយមួយទៀតមែនតើទៅដូចគាត់ធ្វើដូចយើងធ្វើការគ្រប់គ្នាយើងនៅក្នុងច្បាប់ការងារកម្មករអាចធ្វើការរយៈពេល8ម៉ោងក្នុងមួយថ្ងៃហើយមិនឲ្យលើសពី48ម៉ោងក្នុងមួយសប្តាហ៍ទេហើយក្នុងនោះគឺក្នុងមួយខែគាត់អាចឈប់ក្នុងមួយថ្ងៃកន្លះដែលក្នុងមួយឆ្នាំគាត់អាចសម្រាកពីការងារបាន18ថ្ងៃចា៎ហើយមួយទៀតគាត់មានសិទ្ធិទទួលបាននៅការការពារសុខភាពរបស់ពួកគាត់ចាការពារគាំពារសុខភាពរបស់ពួកគាត់មានន័យថាគាត់បើគាត់ធ្វើការនៅក្នុងចំការចេកនិងចំការកស៊ូដូចខាងដើមលើអញ្ចឹងសិទ្ធិរបស់គាត់ខាងតំណាងក្រុមហ៊ុនឬក៏មេការចាគាត់ត្រូវតែប្រគល់ផ្ដល់ជូននៅឥតគិតថ្លៃតាក់ទងមួយនឹងសម្ភារៈការពារផ្ទាល់ខ្លួនពួកគាត់ដូចជាស្បែកជើងកវែងដូចជាម៉ាស់ដូចជាស្រោមដៃចានិងឧបករណ៍មួយចំនួនទៀតដែលអាវភ្លៀងអីចឹងដើម្បីការពារកាលណាគាត់ពាក់ទាំងអស់ហ្នឹងក៏វាទប់ស្កាត់នៅការឈឺស្កាត់របស់ពួកគាត់ដែរចាហើយមួយទៀតតាក់ទងមួយសិទ្ធិដែលពួកគាត់ទទួលបានគឺសុខភាពនៅកន្លែងធ្វើការងារអញ្ចឹងអាហ្នឹងវាដូចនៅក្នុងដែលខ្ញុំលើកមិញអញ្ចឹងគឺគាត់អាចមានត្រូវតែមានអាវភ្លៀងត្រូវតែពាក់មួកត្រូវតែបោជូនដោយតកែស្បែកជើងកវែងអីផ្សេងៗហ្នឹងចាហើយមួយទៀតពេលដែលគាត់ឈឺឬក៏របួសអីអញ្ចឹងទៅចាមានអា first aid ហ្នឹងមានដូចជាបងបិទរបួសចាសង្គ្រោះបឋមហ្នឹងចាមានបងបិទរបួសមានអីផ្សេងអីដែលអាចទប់ស្កាត់ភ្លាមដោយសារវារបួសស្រាលដែរចឹងទៅចាហើយមួយទៀតតកតងជាមួយនឹងការគាំពៀពីសុខភាពសង្គមមានន័យថាតកតងជាមួយនឹងបានសមាជិកបសសចាអញ្ចឹងមែនតើទៅបាននេះគឺជួយមែនតើជួយការពារនឹងមានអត្ថប្រយោជន៍ខ្លាំងមែនតើសម្រាប់បងប្អូនចំការដែលគាត់ប្រកបរបរនៅចំការជ័យចំការកស៊ូណាគឺពេលដែលគាត់ឈឺស្កាត់គាត់គ្រាន់តែកាន់បានហ្នឹងទៅគាត់អាចទទួលការព្យាបាលពីខាងមន្ទីរពេទ្យដែលជាដៃគូរបស់ខាងបសនោះដោយមិនគិតថ្លៃចាដោយមិនគិតថ្លៃអញ្ចឹងកាលណាគាត់អត់អស់លុយគាត់ត្រូវបានទទួលការព្យាបាលអត់អស់លុយអញ្ចឹងអាជីវភាពរបស់គាត់ដែលគាត់អត់ត្រូវចំណាយយកលុយរបស់គាត់ហ្នឹងទៅឲ្យខាងមន្ទីរពេទ្យដែរដោយសារតែគាត់មានបាននឹងចានឹងហើយខ្ញុំសូមលើកប៉ុណ្ណឹងចាចុះសម្រាប់កិច្ចគាំពារសម្រាប់ឧទាហរណ៍ដូចជាស្ត្រីមានផ្ទៃពោះអីវិញបងចាមានអ្វីបន្ថែមពិសេសលើពីធម្មកម្មករយើងធម្មតាទៀតទេចាមែនតើទៅស្ត្រីដែលគាត់សម្រាប់មិត្តភាពដែលគាត់មានផ្ទៃពោះគឺគាត់អាចសម្រាប់តាមច្បាប់ការងារ3ខែអញ្ចឹងណាអូនចារយៈពេល3ខែដោយទទួលបានប្រាក់កម្រៃចាហ្នឹងហើយនឹងមានការបង់បានបសឲ្យទៅកម្មការនេះនឹងផងដែរចាពីសំណាក់ថៃកែឬក៏ហ្នឹងឯតកែយើងនិយាយថាតកែនឹងក្រុមហ៊ុនតែម្ដងទៅចាហ្នឹងហើយចាអរគុណបងស៊ីណាដែលបានលើកឡើងពីសារៈសំខាន់នៃការទទួលបានសិទ្ធិនៅក្នុងដែលត្រូវបានធានាដោយច្បាប់ចាជួទៅបងច័ន្ទសិលៈថាតើកម្មករជាពិសេសស្ត្រីក៏ទទួលបានអត្ថប្រយោជន៍អីខ្លះទាក់ទងជាមួយនឹងប្រាក់កម្រៃសមរម្យមានបទសរសើរអីដែរទេចាសូមអញ្ជើញអូនអរគុណច្រើនហ្នឹងហើយអូនពាក់ព័ន្ធជាមួយនឹងស្ថានភាពបន្ថែមទៅលើរបស់ពួកគាត់ទៅលើអត្ថប្រយោជន៍ដែរតាមរយៈអីដែលយើងបានធ្វើការសិក្សាជាមួយពួកគាត់ហើយអ្វីដូចអីដែលពួកគាត់បានលើកឡើងនៅក្នុងសភៅទឹកភ្នែកពណ៌សដែលបងបានលើកឡើងពីខាងដើមថាពីសិលកាទៅបានចងក្រងសភៅទឹកភ្នែកពណ៌សដែលយើងចងក្រងពីសាច់រឿងពិតរបស់ពួកគាត់នៅក្នុងនឹងដែរអញ្ចឹងណាអញ្ចឹងនៅតាមរយៈអីដែលជាពាក្យសម្ដីរបស់ពួកគាត់ហ្នឹងបានលើកឡើងថាពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍អីផ្សេងៗគឺដូចពាក់ព័ន្ធជាមួយនឹងជាកម្មករនៅក្រុមហ៊ុនចការជ័យចការកស៊ូអញ្ចឹងគឺពួកគាត់ទទួលបានថ្លៃឈ្នួលមួយថ្ងៃតែ 28,000 រៀលទេសម្រាប់ស្ត្រីហើយខណៈពេលដែលបុរសគាត់ទទួលបានចន្លោះពី 30,000 រៀលរហូតដល់ 38,000 រៀលក្នុងមួយថ្ងៃអញ្ចឹងបើសិនជាយើងមើលទៅលើកម្រិតនៃប្រាក់ឈ្នួលរបស់ពួកគាត់ប្រចាំថ្ងៃគឺឃើញថារវាងស្ត្រីហើយនិងបុរសគឺបានប្រាក់ឈ្នួលផ្សេងខុសពីគ្នាហើយនៅក្នុងនឹងដែរពួកគាត់បានលើកឡើងបន្ថែមថាទោះបីជាស្ត្រីបានធ្វើការនៅក្នុងទៅលើការងារដូចគ្នាជាមួយបុរសក៏ដោយក៏អត់ទទួលបានប្រាក់ឈ្នួលដូចបុរសដែរអញ្ចឹងណា
នឹងពាក់ព័ន្ធជាមួយនឹងប្រាក់តម្លៃហើយពាក់ព័ន្ធជាមួយនឹងខាងនៅចការក្រសួងវិញគឺពួកគាត់ពាក់ព័ន្ធជាមួយនឹងទៅលើការគិតលេខអីហ្នឹងមួយលេខហ្នឹងគឺជាបានប្រហែលគឺទទួលបានប្រាក់ឈ្នួលប៉ុណ្ណឹងទៅតាមចំនួនដែលពួកគាត់អាចជាបានហើយដោយឡែកមានតែខាងចការជ័យទេដែលគាត់ទទួលប្រាក់ឈ្នួលអត់ស្មើគ្នារវាងបុរសហើយនិងស្ត្រីហើយការបើកប្រាក់ឈ្នួលទៀតសោតគឺរយៈពេល15ថ្ងៃបានបើកម្ដងហើយការបើកម្ដងហ្នឹងជួនកាលក៏មានការដែលយឺតយ៉ាវដែរកំណត់ថាបើករៀងរាល់ថ្ងៃទី15ហើយនិងថ្ងៃទី30ឬក៏31ថ្ងៃដាច់ខែអញ្ចឹងប៉ុន្តែជាធម្មតារុញទៅមុខ2ឬក៏3ថ្ងៃ4ថ្ងៃអីបន្ថែមទៀតអញ្ចឹងទៅការបើកប្រាក់ឈ្នួលរបស់ពួកគាត់អត់ទៀងទាត់ទេដែលធ្វើឲ្យពួកគាត់ពេលខ្លះគាត់ដាច់លុយដាច់អីដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះពាក់ព័ន្ធជាមួយនឹងការប្រាក់ឈ្នួលឬក៏ពាក់ព័ន្ធជាមួយអត្ថប្រយោជន៍ពាក់ព័ន្ធជាមួយនឹងបសសទៀតសោតនៅក្នុងកម្មករដែលយើងធ្វើការជាមួយហ្នឹងគឺនៅក្នុងក្រុមហ៊ុនដែលយើងធ្វើការទាំងក្រុមស្ត្រីដែលផ្សេងទៀតដែរគឺពួកគាត់អត់ទាន់មានបទសរសរទេនៅក្នុងការដែលគាត់ធ្វើការជាកម្មករនៅក្រុមហ៊ុនចការជ័យនិងចការកស៊ូអញ្ចឹងណាហើយគាត់ក៏ព្យាយាមស្នើសុំឲ្យក្រុមហ៊ុនធ្វើបានបទសរសរនឹងឲ្យពួកគាត់ដែរហើយប៉ុន្តែក្រុមហ៊ុនគាត់ថាគាត់គាត់កំពុងដំណើរការគាត់កំពុងតែអីអញ្ចឹងណាតាមការលើកឡើងអីផ្សេងប៉ុន្តែរយៈពេលដែលយើងធ្វើការជាមួយពួកគាត់កន្លងមកទាំងកន្លងមកយើងបានធ្វើសកម្មភាពផ្សេងដែលអង្គការដៃគូនៅក្នុងគម្រោងជាមួយគ្នាហ្នឹងគាត់បានធ្វើសិក្ខាសាលាមន្ត្រីភាគីដែលមានខាងកម្មករខាងរដ្ឋាភិបាលខាងមានន័យថាតំណាងក្រុមហ៊ុនមកចូលរួមដើម្បីស្នើសុំក៏ដូចជាឆ្លើយតបទៅលើតម្រូវការរបស់ខាងកម្មករក៏អត់ទាន់ឃើញថារហូតដល់ចប់គម្រោងនេះក៏អត់ទាន់ឃើញក្រុមហ៊ុនដែលក្រុមស្ត្រីនៅហ្នឹងគឺពួកគាត់ទទួលបានមានន័យថាបង់បសសឬក៏ធ្វើបសសឲ្យខាងកម្មករដែរអញ្ចឹងឃើញថាពាក់ព័ន្ធជាមួយបសសនេះវាជារឿងមួយដែលពួកគាត់ស្នើសុំហើយស្នើសុំទៀតស្នើសុំហើយស្នើសុំទៀតប៉ុន្តែវានៅតែអត់ទាន់ទទួលបានជោគជ័យទៅលើកិច្ចការមួយនឹងដែរអញ្ចឹងណាហើយបើពាក់ព័ន្ធជាមួយនឹងវិជាការមួយហ្នឹងវាពួកគាត់ធ្វើការច្រើនមែនតើពួកគាត់លើសពីក្រុមស្ត្រីដែលគាត់ចូលរួមមួយសិលកាគាត់ក៏ជាសមាជិកឬក៏ជាតំណាងនៅក្នុងសហជីពនៅក្នុងចំការរបស់ពួកគាត់ដែរអញ្ចឹងពួកគាត់ព្យាយាមទាមទារក៏ដូចជាព្យាយាមលើកជាមតិយោបល់ក៏ដូចជាជជែកជាមួយតំណាងក្រុមហ៊ុនផ្ទាល់ទាំងជជែកជាមួយនៅក្នុងតំណាងក្រុមហ៊ុនតាមរយៈសិក្ខាសាលាដែលពួកយើងរៀបចំឬក៏ជួបជាមួយតំណាងផ្ទាល់នៅឯចការក៏ដោយក៏ដំណើរការមួយហ្នឹងនៅតែអត់ទាន់បានទទួលជោគជ័យដែរគាត់ថាពាក់ព័ន្ធជាមួយនឹងមុនពេលដែលយើងចាប់គម្រោងនេះយើងបានធ្វើបច្ចុប្បន្នភាពទៅលើសភៅទឹកភ្នែកពណ៌សរបស់យើងហ្នឹងពួកពីដើមមកយើងមើលឃើញថាតើវាមានរឿងរ៉ាវអីខ្លះអញ្ចឹងណាតែនៅពេលដែលយើងធ្វើបច្ចុប្បន្នភាពទៅអីដែលក្រុមហ៊ុនគាត់ចង់និយាយថាមុនពេលដែលយើងបញ្ចប់ហ្នឹងគឺយើងបានឃើញថាក្រុមហ៊ុនគាត់ចាប់ផ្ដើមគាត់បានប្រាប់ថាគាត់ប្រមូលអត្តសញ្ញាណប័ណ្ណរបស់តំណាងមួយចំនួននៅក្នុងកម្មករហ្នឹងគឺគេហៅថាមេក្រុមអញ្ចឹងណាដើម្បីទៅធ្វើបានបរិសរប៉ុន្តែអីដែលជាសំណួរហ្នឹងថាគាត់តែប្រមូលអត្តសញ្ញាណប័ណ្ណតើទៅធ្វើបានអត់ទាំងអត់មានបុគ្គលហ្នឹងទៅថតរូបឬក៏ទៅចូលរួមនៅក្នុងការធ្វើបាននឹងអញ្ចឹងណាអូនអញ្ចឹងអានេះគឺជាសំណួរបន្តទៀតទៅពេលដែលយើងធ្វើការជជែកជាមួយនឹងក្រុមស្ត្រីហ្នឹងអញ្ចឹងចា៎ហើយពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងអីផ្សេងឬក៏ពាក់ព័ន្ធជាមួយអត្ថប្រយោជន៍អីផ្សេងនៅក្នុងហ្នឹងក៏ពួកគាត់បានលើកឡើងដែរថានៅក្នុងក្រុមហ៊ុនដែលពួកគាត់កំពុងតែធ្វើការជាមួយជាពិសេសទៅលើក្រុមហ៊ុនចការជ័យដែលកម្មករនៅចការជ័យហ្នឹងហ្មងគាត់បានលើកឡើងថាពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពការងារទៅលើសម្ភារៈក៏ដូចជាឯកសណ្ឋានឬក៏សម្ភារៈដែលការពារសុវត្ថិភាពគាត់នៅអំឡុងពេលធ្វើការនោះគឺពួកគាត់អត់មានទេទាំងអ្នកដែលគាត់លាយជីសម្រាប់យកទៅដាក់នៅចេកហ្នឹងក៏ពួកគាត់ថាពេលដែលចូលលាយជីនៅក្នុងឃ្លាំងម្ដងអាសារធាតុគីមីនៅក្នុងជីហ្នឹងគាត់ថាគាត់ក្រហមសាច់កន្លែងណាអត់ពាក់អាវគឺក្រហមយកតែម្ដងជាពិសេសមុខរបស់គាត់ចឹងណាចឹងគាត់តម្រូវពេលដែលគាត់ចង់និយាយថាពេលដែលគាត់ចូលទៅហ្នឹងគឺគាត់មានសម្ភារៈខ្លួនឯងដែលគាត់ត្រូវចំណាយលុយដែលមួយថ្ងៃបានតែ28,000ហ្នឹងចំណាយលុយខ្លួនឯងហ្នឹងយកទៅទិញកស៊ូភ្លៀងយកមកពាក់ឲ្យដើម្បីទៅលាយជីហើយគាត់ស្នើឲ្យក្រុមហ៊ុនហ្នឹងមានជាឯកសណ្ឋានបើអត់មានអីធំដុំទេគាត់សុំតែកស៊ូភ្លៀងដែរអញ្ចឹងណាដើម្បីអាចពាក់ចូលទៅលាយជីហ្នឹងបានព្រោះសារធាតុគីមីហ្នឹងវាធ្វើឲ្យស្បែករបស់គាត់ឡើងក្រហមល្មមហើយឡើងកទួលអីចឹងទៅឲ្យដល់មួយអ្នកមួយចំនួនអាច
ស្រូបក្លិនហ្នឹងទៅគាត់ស្លាប់អីក៏មានដែរអញ្ចឹងណាអញ្ចឹងគាត់ស្នើឲ្យក្រុមហ៊ុនឲ្យមានសុវត្ថិភាពទៅលើសម្ភារៈនៃការប្រើប្រាស់ហើយនៅពេលដែលគាត់ការងារមួយទៀតពាក់ព័ន្ធជាមួយនឹងការកាច់ចេកការចេកឬក៏ពាក់ព័ន្ធជាមួយនឹងការក្របកូនចេកនៅអំឡុងពេលគេបាញ់ថ្នាំអីផ្សេងហ្នឹងក៏អត់មានឯកសណ្ឋានច្បាស់លាស់ដែរអញ្ចឹងអ្នកដែលគាត់ក្របកូនចេកឬក៏កាច់ការចេកនៅអំឡុងពេលដែលគេបាញ់ថ្នាំហ្នឹងវាធ្វើឲ្យសារធាតុថ្នាំហ្នឹងចូលមកមានអញ្ចឹងគេថាគាត់លំមាស់ដៃឬក៏សារធាតុថ្នាំហ្នឹងចូលចំមកចូលអីអញ្ចឹងណាអ្នកចាអ្នកមួយចំនួនគាត់លើកឡើងថាគាត់ធ្លាប់ពុលហើយធ្លាប់ស្លាប់ដោយសារតែសារធាតុថ្នាំទាំងអស់ហ្នឹងដែរអញ្ចឹងហើយវាធ្វើឲ្យអាហានិភ័យការងាររបស់គាត់ហ្នឹងវាមានខ្ពស់មែនតើហើយស្របពេលនៅពេលដែលគាត់ទទួលបានអាសារធាតុទាំងអស់ហ្នឹងហើយផលប៉ះពាល់ទាំងអស់ហ្នឹងហើយគាត់អត់ទទួលបានបោសសរនៅពេលដែលពួកគាត់ឈឺហើយគាត់ត្រូវទៅពេទ្យគាត់ចំណាយលុយខ្លួនឯងចឹងទៀតវាធ្វើឲ្យបន្ទុកសេដ្ឋកិច្ចរបស់ពួកគាត់កាន់តែមានភាពលំបាកឡើងពាក់ព័ន្ធមួយទៀតដែរចង់លើកឡើងដែរពាក់ព័ន្ធជាមួយនឹងស្ត្រីមានផ្ទៃពោះដែរនៅក្នុងការធ្វើការនឹងដែរជាធម្មតានៅពេលដែលស្ត្រីគាត់មានផ្ទៃពោះនៅក្នុងការធ្វើការហ្នឹងគឺខាងក្រុមហ៊ុនមានជាការឈប់សម្រាកឲ្យគាត់រយៈពេល3ខែប៉ុន្តែពាក់ព័ន្ធជាមួយការថែរក្សាសុខភាពអំឡុងពេលមានផ្ទៃពោះអីហ្នឹងក៏អត់សូវគិតគូរពីសុខភាពរបស់ពួកគាត់នៅក្នុងការធ្វើការអំឡុងពេលដែលពួកគាត់ធ្វើការជាកម្មករនឹងដែរចា៎អរគុណពាក់ព័ន្ធជាមួយចំណុចហ្នឹងបងសូមមានប៉ុណ្ណឹងនៅក្នុងការចូលរួមអូនចាអរគុណបងច័ន្ទជាលក្ខបានលើកឡើងយ៉ាងក្បោះក្បាយពាក់ព័ន្ធនឹងស្ថានភាពនិងអត្ថប្រយោជន៍ផ្សេងៗដែលយើងមើលឃើញពីការទទួលបានរវាងកម្មករនៅក្នុងសម្រាប់កម្មករចំការចេកនិងចំការកស៊ូហើយក៏ឃើញថាមានជាភាពមិនស្មើគ្នារវាងក្នុងការទទួលបានប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសចានៅថ្ងៃនេះដែរយើងកំពុងតែជជែកពិភាក្សាទៅលើប្រធានបទស្ត្រីនិងការប្រកបរបរនៅក្នុងវិស័យចំការចេកនិងចំការកស៊ូតាមរយៈប្រធានបទនេះយើងមានវាគ្មិនចំនួន2រូបទី1គឺលោកស្រីពៅច័ន្ទសីលៈលោកស្រីគឺជាប្រធានគម្រោងនៃអង្គការសិលកាហើយវាគ្មិនមួយរូបទៀតដែលមានវត្តមានផ្ទាល់នៅក្នុងបន្ទប់ផ្សាយគឺលោកស្រីប៉ែនស៊ីណាលោកស្រីគឺជាអ្នកសម្រួលគម្រោងនៃសមាគមអាត់ហុកប្រសិនបើប្រិយមិត្តដែលកំពុងតែតាមដានស្ដាប់និងទស្សនាមានជាមតិយោបល់ឬក៏ជាសំណួរមកកាន់វាគ្មិនយើងទាំងពីររូបក៏អាចសាកសួរបានតាមរយៈក្នុង comment នៃការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់អង្គការ Conference ចា៎ហើយនេះខ្ញុំក៏សូមជម្រាបផងដែរថារាល់ការបញ្ចេញមតិយោបល់របស់លោកអ្នកសូមប្រកបដោយក្រមសីលធម៌ដោយមិនប៉ះពាល់ដល់បុគ្គលណាម្នាក់ស្ថាប័នណាមួយជាពិសេសគឺអង្គការមហាក្សត្រចា៎នេះខ្ញុំសូមបន្តនៃកិច្ចពិភាក្សារបស់យើងដែលយើងបានលើកឡើងពីបញ្ហាជាច្រើនដែលកម្មករនៅក្នុងចំការកស៊ូនិងចំការចេកបានជួបប្រទះដោយដែរបងស៊ីណាក៏ដូចជាបងច័ន្ទសិលៈបានលើកឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាប្រាក់ឈ្នួលចាពេលវេលានៃការធ្វើកិច្ចការងារហ្នឹងហើយនឹងការទទួលបានសុវត្ថិភាពការងារផងដែរលើពីនេះទៀតតើបងមើលឃើញថាតើពួកគាត់ជួបបញ្ហាប្រឈមអ្វីបន្ថែមទៀតចាអ្វីដែលគាត់លើកឡើងតាមរយៈការអនុវត្តគម្រោងផងដែរគឺតកតងជាមួយនឹងការបង្កើតសហជីពក៏ដូចជាបង្កើតឲ្យមានតំណាងកម្មករសម្រាប់ពេលដែលគាត់មានបញ្ហាអញ្ចឹងទៅគាត់រាយការណ៍ឬគាត់ប្រាប់ក៏ដូចជាជូនដំណឹងទៅតំណាងកម្មករនឹងដើម្បីឲ្យជួយដោះស្រាយបញ្ហារបស់គាត់ដោយសារតែកន្លងមកគាត់អាចពេលដែលគាត់កម្មការនេះគាត់មានបញ្ហាហ្នឹងគាត់បានជម្រាបឬក៏ប្រាប់រៀបរាប់ពីបញ្ហារបស់គាត់ទៅមេការក្រុមហ៊ុនហ្នឹងគឺមិនមានតមានដំណោះស្រាយជូនពួកគាត់ទេអញ្ចឹងកម្មករគឺគាត់ចង់ឲ្យមានតំណាងកម្មករក៏ដូចជាតំណាងសហជីពនៅក្នុងក្រុមហ៊ុនរបស់ពួកគាត់ចាហើយវាមិនខុសពីអ្វីដែលខ្ញុំគាត់បន្ថែមពីសិពៅគាត់លើកមិញណាតកតងជាមួយកម្មករដែលកម្មការនេះដែលគាត់ធ្វើការនៅចំការចេកគឺគាត់ខ្ញុំបានអានសភៅទឹកភ្នែកពណ៌សរបស់គាត់ដែរគឺគាត់បាននិយាយថាគាត់អត់ដោយសារតែមេការហ្នឹងឲ្យគាត់ទិញសម្ភារៈខ្លួនឯងអញ្ចឹងណាគេអត់ផ្ដល់ជូនទេអញ្ចឹងគាត់អត់មានលុយគឺគាត់អាចប្រើប្រាស់ដៃរបស់គាត់ទៅកោអាជីដែលគេដាក់ហ្នឹងដើម្បីដាក់នៅដើមចេកចកាចេកហ្នឹងក្រោយពេលដែលគាត់បានប្រើដៃផ្ទាល់របស់ពួកគាត់ដោយពួកគាត់មិនបានប្រើស្រោម
បានធ្វើឲ្យដៃគាត់នឹងហើមរមាស់អីចឹងទៅហើយទៅគាត់តម្រូវឲ្យគាត់លាងទឹកសាប៊ូក៏ដូចជាតម្រូវឲ្យគាត់ចង់និយាយថាមកបាត់ឈឺមកបាត់កទួលក្រហមហ្នឹងវាត្រូវមួយថ្ងៃពីរថ្ងៃអីចឹងទៅចាហើយមួយទៀតកម្មករជាស្ត្រីក៏គាត់បានលើកឡើងពីបញ្ហារបស់គាត់ដែរតាក់ទងមួយនឹងធម្មតាស្ត្រីគាត់មានខែរដូវរបស់ពួកគាត់អញ្ចឹងធម្មតាឲ្យពេលដែលមានរដូវគាត់មកគាត់តែងតែចុកចង្កេះគាត់តែងតែឈឺពោះអីចឹងទៅអញ្ចឹងនៅពេលដែលសុខភាពពេលដែលវាធ្វើទុកអាការៈធ្វើទុកមកគាត់ពេលខ្លះគាត់ចង់អង្គុយបន្តិចដោយសារគាត់ចង់សម្រាកវាឈឺពោះរៀងពិបាកធ្វើការដែរចង់សម្រាកបន្តិចដើម្បីឲ្យបាត់ឈឺបន្តិចទៅយើងបន្តការងារទៀតអញ្ចឹងក្នុងគណៈពេលដែលគាត់អាចអង្គុយសម្រាកបន្តិចតួចនោះគាត់បានរៀបរាប់ថាពេលដែលគេឃើញគាត់ចង់និយាយថាមេការឬអ្នកគ្រប់គ្រងកម្មករនៅឃើញគាត់អត់ឲ្យគេស្ដីបន្ទោសឲ្យគាត់គេអត់ឲ្យគាត់សម្រាកទេគេថាសម្រាកអត់បានទេការងារត្រូវតែធ្វើអញ្ចឹងម៉ោងអនុវត្តម៉ោងធ្វើការមិនបានអង្គុយសម្រាកអីអញ្ចឹងជារួមវិញបានន័យថាស្ត្រីដែលគាត់នេះគាត់ត្រូវប្រឈមនឹងចង់និយាយគាត់អត់អាចគាត់ត្រូវគេស្ដីបន្ទោសដោយសារតែសុខភាពរបស់ពួកគាត់ដែរជាតែហៅកត្តាធម្មជាតិជីវសាស្ត្ររបស់ស្ត្រីអញ្ចឹងណាអូនចាហ្នឹងហើយចាហើយហ្នឹងឯងខ្ញុំមានប៉ុណ្្នឹងសិនចាងាកគេចាងាកទៅកាន់ជាស្រីចាបងចាំសិលាផងដែរតើបងមានអ្វីលើកឡើងបន្ថែមតកតងនឹងតើពួកគាត់ជួបនឹងបញ្ហាប្រឈមអ្វីខ្លះចាអូនអរគុណច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមទៀតផ្សេងទៀតដែលយើងមើលឃើញក៏ដូចជាពាក់ព័ន្ធតាមរយៈអីដែលពួកគាត់បានលើកឡើងដែរគឺពាក់ព័ន្ធជាមួយនឹងការរើសអើងទៅលើការងារក៏ដូចជារើសអើងទៅលើភេទដោយសារពួកគាត់ជាស្ត្រីអញ្ចឹងណាចំណុចនៃការរើសអើងខ្ញុំលើកទី1ពាក់ព័ន្ធជាមួយប្រាក់កម្រៃដែលខ្ញុំបានលើកឡើងពីខាងដើមហ្នឹងយើងមើលឃើញហើយថាស្ត្រីបានតែ 28,000 រៀលក្នុងមួយថ្ងៃខណៈពេលដែលបុរសបាន 30,000 ទៅ 38,000 រៀលក្នុងមួយថ្ងៃហើយនឹងពាក់ព័ន្ធជាមួយការរើសអើងដែលទៅលើភេទជាស្ត្រីរបស់ពួកគាត់ហើយទី2ដែរការរើសអើងមួយទៀតដែរទៅលើដូចខ្ញុំបានបញ្ជាក់ដែរថាពួកគាត់ក៏ជាសហជីពចូលរួមក្នុងសហជីពដែរអញ្ចឹងខាងតំណាងកម្មសម្រាប់ខាងតំណាងក្រុមហ៊ុននៅពេលដែលដឹងថាកម្មកររូបណាគាត់ចូលរួមជាមួយសហជីពធ្វើឲ្យពួកគាត់នឹងអត់មានចង់និយាយថាទទួលបានការមិនយកចិត្តទុកដាក់ឬក៏ពាក់ព័ន្ធជាមួយការប្រើប្រាស់ពាក្យសម្ដីអីបែបធ្វើឲ្យអ្នកដែលគាត់មកចូលរួមសហជីពហ្នឹងគាត់អត់មានអារម្មណ៍ថាគាត់ត្រូវបានគេអត់ឲ្យតម្លៃឬក៏ត្រូវបានគេកំពុងតែខ្ញុំអត់ដឹងថាប្រើពាក្យមិនទេតែរបៀបថាគាត់ពេលដែលស្ដាប់ពាក្យហ្នឹងហើយគេកំពុងតែឌឺដងឲ្យអញ្ចឹងណាអញ្ចឹងគាត់មានអារម្មណ៍ថាគាត់ធ្វើការនៅពេលដែលគាត់ចូលរួមសហជីពហ្នឹងក៏គឺត្រូវបានគេអត់ឲ្យតម្លៃក៏ដូចជាពាក់ព័ន្ធជាមួយនឹងថាគេកំពុងតែមើលឃើញថាគាត់គឺជាមុខសញ្ញាមួយដែលគ្រោះថ្នាក់សម្រាប់ក្រុមហ៊ុនរបស់គេអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអានេះវាជារឿងដែលខ្ញុំលើកឡើងពាក់ព័ន្ធជាមួយនឹងកត្តាប្រឈមបន្ថែមទៀតក្រៅពីអីដែលខ្ញុំបានលើកឡើងមុនហ្នឹងចាអរគុណបងច័ន្ទសិលាចាតាមរយៈការអនុវត្តគម្រោងរបស់បងវិញចាតើបងមើលឃើញថាមានភាពប្រសើរឡើងឬក៏មានការផ្លាស់ប្រែជាវិជ្ជមានអ្វីខ្លះទៅលើបញ្ហានិងតម្រូវការរបស់ពួកគាត់ដែរទេចាតាមរយៈសកម្មភាពរបស់សមាគមអាត់ហុកក៏ដូចជាអង្គការដៃគូដែលគាត់អនុវត្តគម្រោងហ្នឹងយើងមានជាសកម្មភាពមួយដែលយើងអាចថាតើវាមានការផ្លាស់ប្រែជាវិជ្ជមានដែរអត់ចឹងណាដោយសារតែយើងធ្វើជាកិច្ចពិគ្រោះយោបល់ឬក៏កិច្ចសន្ទនាណាហើយយើងអញ្ជើញពីខាងតំណាងក្រុមហ៊ុនដែលគាត់តួនាទីអាចធ្វើការសម្រេចចិត្តបានក៏ដូចជាតំណាងរបស់កម្មករចាមកចូលរួមចាហើយនឹងកម្មករខ្លួនឯងដែរក្នុងនោះមានកម្មករដែរហ្នឹងគឺគាត់បានលើកឡើងពីបញ្ហាប្រឈមរបស់ពួកគាត់ដូចមានបានបអសមានអីផ្សេងសំឧបករណ៍ការពារខ្លួនអីចឹងណាអូនហ្នឹងហើយអញ្ចឹងពួកគាត់លើកហើយក្នុងនោះយើងស្ដាប់ទាំងក្នុងកិច្ចសន្ទនានេះយើងស្ដាប់តាំងពីបញ្ហារបស់កម្មករក៏ខាងតំណាងក្រុមហ៊ុននោះលោកក៏មានបញ្ហារបស់ពួកគាត់ដែរអញ្ចឹងតើតមួយបានបអសវិញ
thángឥឡូវក្រុមហ៊ុនអត់ទាន់ធ្វើឲ្យទេតែក្រុមហ៊ុនគាត់បានលើកឡើងថាអញ្ចេះទេគាត់ថាគាត់ព្យាយាមធ្វើឲ្យកម្មករដែរប៉ុន្តែដោយហេតុថាកម្មករនោះលោកអត់ទាន់មានអត្តសញ្ញាណប័ណ្ណនិងឯកសារពាក់ព័ន្ធមួយចំនួនដែលខាងមន្ត្រីបបសនិងលក្ខខណ្ឌបបសគេធ្វើឲ្យអញ្ចឹងទៅអញ្ចឹងពេលដែលខាងមន្ត្រីបសចុះមកធ្វើអញ្ចឹងទៅអាចឯកសារអត់គ្រប់ចឹងក៏ត្រឡប់ទៅវិញអញ្ចឹងគាត់ចាំអាចមានគ្នាច្រើនកម្មករមកច្រើនជុំគ្នាអញ្ចឹងទៅបានធ្វើឲ្យបានធ្វើបានបសម្ដងអញ្ចឹងទៅចាអញ្ចឹងនៅក្នុងកម្មវិធីនឹងដែរនៅក្នុងសកម្មភាពមួយនឹងដែរយើងឃើញថាពេលដែលកម្មករក៏លើកឡើងអំពីបញ្ហាកម្មចង់និយាយថាបានបសរបស់គាត់អញ្ចឹងថាគាត់ចង់ឲ្យក្រុមហ៊ុនធ្វើអញ្ចឹងទៅហើយអ្វីដែលយើងឃើញមានការខាងតំណាងក្រុមហ៊ុនក៏លោកទទួលយកហើយនឹងផ្ដល់នឹងជូនដំណឹងទៅថ្នាក់លើរបស់គាត់ដើម្បីរៀបចំជាបានបទសឲ្យកម្មករឲ្យបានគ្រប់គ្នាចាអាហ្នឹងដែលយើងឃើញគាត់ទទួលយកចាហើយយើងបានមែនតើយើងបានស្ដាប់ឮច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហាបងប្អូនកម្មករកម្មការនេះក៏ដូចជាខាងតំណាងក្រុមហ៊ុនក៏ដូចខ្ញុំលើកឡើងគឺគាត់ក៏មានបញ្ហាទិញទួយដែរគាត់ថាដូចជាការមានកម្មករមួយចំនួនទួយនោះចាគាត់ប្រឈប់គាត់អីចឹងតែដោយសារតែលួចសម្ភារៈលួចអីគាត់អញ្ចឹងឬក៏អីផ្សេងអញ្ចឹងទៅអញ្ចឹងគាត់ក៏បានលើកឡើងចំណុចហ្នឹងហើយចាហើយកម្មករក៏គាត់បានលើកចំណុចផ្សេងបញ្ហារបស់គាត់ផ្សេងយើងឃើញថានៅក្នុងកិច្ចសន្ទនារបស់យើងនឹងផងដែរគឺយើងបានសម្របសម្រួលឲ្យគាត់យល់ថាកាលណាបងប្អូនកម្មករក៏មានស្ថានភាពមានលក្ខខណ្ឌការងារមានជីវភាពរបស់គាត់សមរម្យនៅពេលដែលតកែផ្ដល់ជូននៅប្រាក់កម្រៃប្រាក់ឈ្នួលសមរម្យផលិតភាពការងាររបស់ក្រុមហ៊ុនរបស់លោកស្រីហ្នឹងក៏វាបានផលិតភាពល្អប្រសើរតាមនឹងដែរអញ្ចឹងយើងចូលរួមទាំងអស់គ្នាទៅអញ្ចឹងមានន័យថាធម្មតាទេក្រុមហ៊ុនតែកាលណាគេធ្វើអាជីវកម្មគឺរកប្រាក់ចំណេញទេគឺដើម្បីចំណេញទេប៉ុន្តែនៅក្នុងនោះសំឡូកជួយចង់និយាយថាឲ្យក្រុមហ៊ុននឹងជួយផ្ដល់ធ្វើម៉េចឲ្យជីវភាពរបស់កម្មការនេះនៅចំការកស៊ូនឹងគាត់បានប្រាក់ចំណូលសមរម្យផងអញ្ចឹងដូចខ្ញុំបញ្ជាក់ដដែលអញ្ចឹងវាសំខាន់មែនទែននៅពេលដែលប្រាក់ចំណូលសមរម្យគឺគាត់អាចធ្វើការងារឲ្យទៅក្រុមហ៊ុននឹងល្អអញ្ចឹងទៅចាបានផលិតភាពនឹងក៏ច្រើនក្រុមហ៊ុនក៏រីកចម្រើនអញ្ចឹងទៅចាអរគុណច្រើនចាអរគុណចាបងស៊ីណាចាងាកទៅកាន់ជូនបងច័ន្ទសិលៈផងដែរថាតើបងយកឃើញថាភិក្ខីពាក់ព័ន្ធត្រូវចូលរួមយ៉ាងដូចម្តេចខ្លះក្នុងការផ្ដល់កិច្ចគាំពារបន្ថែមដល់កម្មករទាំងអស់ជាពិសេសស្ត្រីនិងការកាត់បន្ថយបាននៅបញ្ហាប្រឈមរបស់ពួកគាត់ចាចាអូនពាក់ព័ន្ធជាមួយនឹងកម្មរយៈការអនុវត្តគម្រោងរបស់យើងរយៈពេល5ឆ្នាំនៅក្នុងគម្រោងបរិយាបន្នខ្សែច្បាប់តម្លៃកសិកម្មនឹងដែរយើងមើលឃើញថាការផ្លាស់ប្រែធំមួយដែលយើងមើលឃើញហ្នឹងគឺពាក់ព័ន្ធជាមួយនឹងថាយើងបានធ្វើឲ្យស្ថានភាពក៏ដូចជាបញ្ហាតម្រូវការដែលពួកគាត់បានជួបប្រទះហ្នឹងបានលឺទៅដល់អ្នកផ្សេងទៀតជាពិសេសអ្នកពាក់ព័ន្ធដូចជាក្រសួងការងារឬក៏ខាងបសសឬក៏ខាងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឲ្យគាត់បានដឹងថាតើស្ត្រីក៏ដូចជាកម្មករដែលនៅក្រុមហ៊ុនចការកស៊ូហ្នឹងគាត់មានរឿងរ៉ាវអីខ្លះបានកើតឡើងតាមរយៈសភៅទឹកភ្នែកបសរបស់យើងអញ្ចឹងណាលើពីនោះទៀតគឺតាមរយៈសិក្ខាសាលាត្រីភាគីឬក៏សិក្ខាសាលាផ្សេងទៀតដែលយើងបានធ្វើជាមួយនឹងអ្នកពាក់ព័ន្ធណាគាត់បានលើពីបញ្ហារបស់ក្រុមស្ត្រីក៏ដូចជាកម្មករដែរចា៎ព្រោះបើសិនជាយើងអត់បានធ្វើគម្រោងមួយហ្នឹងទេប្រកាសណាស់ថាបញ្ហារបស់ពួកគាត់អត់មានអ្នកដឹងអត់មានអ្នកខ្វាយខ្វល់ហើយទៅទៅពេលដែលពួកយើងកំពុងតែនៅក្នុងស្ថានភាពមួយកំពុងតែប្រសើរប៉ុន្តែទន្ទឹមពេលហ្នឹងពួកគាត់កំពុងតែមានបញ្ហាទៅលើការអាឡែស៊ីទៅលើសារធាតុគីមីពីថ្នាំដែលគាត់ប្រើនៅទៅលើកូនចេកក៏ដូចជាដើមចេកនឹងទេហើយអញ្ចឹងខ្ញុំក៏ថាហ្នឹងវាជាសមិទ្ធផលមួយដែលធ្វើឲ្យអ្នកផ្សេងទៀតគាត់បានដឹងរឿងរ៉ាវរបស់ស្ថានភាពរបស់កម្មករនៅក្នុងក្រុមហ៊ុនចការចេកនិងចការកស៊ូហើយមួយទៀតដែរទោះបីជាពួកគាត់អត់ទាន់បានទទួលបានបសសទៅតាមអីដែលជាតម្រូវការរបស់ពួកគាត់ប៉ុន្តែអីដែលជាដែលគម្រោងបានធ្វើឲ្យពួកគាត់ដែរហ្នឹងគឺពួកគាត់មានភាពអង់អាចក៏ដូចជាក្លាហាននៅក្នុងការលើកឡើងក៏ដូចជាការតស៊ូមតិរបស់ពួកគាត់ព្រោះដំណើរការដែលពួកគាត់ធ្វើនៅក្នុងគម្រោងរបស់យើងគឺយើងផ្ដល់ភាពអង់អាចឲ្យពួកគាត់ហើយរាល់ពេលដែលសិក្ខាសាលាឬក៏ពាក់ព័ន្ធជាមួយនឹងការតស៊ូមតិនិងការលើកឡើងពាក់ព័ន្ធជាមួយនឹងបញ្ហានិងតម្រូវការរបស់ពួកគាត់យើងតែងតែឲ្យពួកគាត់
ធ្វើដោយខ្លួនឯងអញ្ចឹងណាតាំងដំណើរការនៃការធ្វើដូចជាការជជែកឬក៏ការលើកឡើងអីផ្សេងៗហ្នឹងគឺពួកគាត់ធ្វើដោយខ្លួនឯងហើយពួកគាត់មានភាពជាម្ចាស់ទៅលើតម្រូវការក៏ដូចជាបញ្ហារបស់ពួកគាត់ដើម្បីឲ្យពួកគាត់ធានាថារឿងរ៉ាវទាំងអស់ហ្នឹងវាបានលើចេញពីពួកគាត់ខ្លួនឯងជាជាងយើងនៅក្នុងនាមជាអង្គការសង្គមស៊ីវិលទៅធ្វើបាត់បង្ហាញជំនួសអីចឹងណាអញ្ចឹងតែប៉ុន្តែជាមួយនឹងអីដែលប្រសើរឡើងគឺទៅលើភាពអស់អាចរបស់ពួកគាត់នៅក្នុងការដែលពួកគាត់មានភាពជាម្ចាស់នៅក្នុងការដែលពួកគាត់បង្ហាញទៅលើបញ្ហានិងតម្រូវការរបស់ពួកគាត់ទៅកាន់អ្នកពាក់ព័ន្ធនេះអីដែលយើងមើលឃើញព្រោះតាំងពីដើមគម្រោងមកអីដែលពួកគាត់យើងមើលឃើញថាពួកគាត់មានអារម្មណ៍ថាភ័យខ្លាចមានអារម្មណ៍ថាពួកគាត់អត់មានទំនុកចិត្តគ្រប់គ្រាន់នៅក្នុងការដែលបង្ហាញរឿងរ៉ាវឬក៏ស្ថានភាពរបស់ពួកគាត់ឲ្យអ្នកផ្សេងបានដឹងជាពិសេសតំណាងមកពីខាងក្រសួងស្ថាប័នផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងវិស័យការងាររបស់ពួកគាត់ចឹងណាប៉ុន្តែយើងបានធ្វើឲ្យពួកគាត់ដឹងថាអាភាពជាម្ចាស់ទៅលើបញ្ហារបស់ពួកគាត់ហ្នឹងវាធ្វើឲ្យអ្នកផ្សេងទៀតមើលមកថារឿងរ៉ាវទាំងអស់ហ្នឹងវាជារឿងរ៉ាវដែលឈឺចាប់រឿងរ៉ាវដែលពួកគាត់ត្រូវការជាដំណោះស្រាយជាបន្ទាន់អញ្ចឹងហើយអានេះវាជាស្ថានភាពក៏ដូចជាភាពប្រសើរឡើងមួយទៅលើភាពអស់អាចក៏ដូចជាទំនុកចិត្តរបស់ពួកគាត់ដែរចាហើយមួយទៀតពាក់ព័ន្ធជាមួយស្ថានភាពបសសដូចខ្ញុំបាននិយាយមុននឹងដែរថាទោះបីជាពួកគាត់អត់ទាន់បានប៉ុន្តែមុនពេលដែលយើងចាប់គម្រោងនេះយើងបានស្ដាប់ឮក៏ដូចជាស្ថានភាពពីខាងក្រុមហ៊ុនថាពួកគាត់នឹងរៀបចំឲ្យមានក៏តែយើងក៏អត់ដឹងថាប្រមាណភាគរយដែលពួកគាត់នឹងមានដែរដោយសារតែឥឡូវហ្នឹងគម្រោងយើងបានបញ្ចប់ប៉ុន្តែយើងក៏នៅតែព្យាយាមសាកសួរក៏ដូចជាព្យាយាមបន្តនៅក្នុងការតំណាក់តំណងជាមួយនឹងក្រុមគោលដៅដែលយើងបានធ្វើការកន្លងមកដើម្បីធ្វើឲ្យពួកគាត់ឃើញថាទោះបីគម្រោងយើងចាប់ប៉ុន្តែយើងនៅតែធ្វើការបន្តមួយគាត់ហើយនៅតែគ្រប់គ្រងរបស់ពួកគ្រប់គ្រងទៅកាន់ពួកគាត់អញ្ចឹងមានន័យថាយើងធ្វើការជាមួយពួកគាត់បន្ថែមទៀតដើម្បីឲ្យមើលឃើញថាតម្រូវការរបស់ពួកគាត់ហ្នឹងត្រូវបានពួកគាត់ខាងក្រុមហ៊ុនហ្នឹងឆ្លើយតបទៅលើតម្រូវការនិងបញ្ហាទាំងអស់ហ្នឹងចាចាអរគុណបងច័ន្ទសិលៈចាជួនមកកាន់បងស៊ីណាផងដែរតកតងទៅនឹងភាគីពាក់ព័ន្ធដែលត្រូវតែចូលរួមយ៉ាងដូចម្ដេចខ្លះដើម្បីកាត់បន្ថយនៅបញ្ហាដែលពួកគាត់ប្រឈមចាមែនតើទៅភាគីដែលពាក់ព័ន្ធផ្ទាល់ហើយនឹងដើរតួយ៉ាងសំខាន់មែនតើគឺក្រុមហ៊ុននឹងឯងចាដោយសារតែកម្មករគាត់ធ្វើការជាមួយនឹងក្រុមហ៊ុនអញ្ចឹងមែនតើទៅសូមខាងតំណាងក្រុមហ៊ុនឬក៏មេការដែលគាត់ធ្វើការផ្ទាល់ជាមួយកម្មករហ្នឹងជួយពេលដែលពេលដែលកម្មការនេះគាត់មានបញ្ហាហ្នឹងលើកឡើងឬក៏ជំរាបហ្នឹងជួយដោះស្រាយបញ្ហាជូនពួកគាត់ផងមែនតើទៅពេលខ្លះគាត់ត្រូវការជំនួយយ៉ាងខ្លាំងពីខាងតំណាងក្រុមហ៊ុនក៏ដូចជាក្រុមហ៊ុនផ្ទាល់នឹងឯងចា៎ហើយមួយទៀតខ្ញុំឃើញខ្ញុំភ្ជាប់ជាមួយនឹងអូនសិលៈគាត់លើកមិញតកតមួយនឹងការផ្លាស់ប្ដូរមួយចំនួនយើងឃើញថាកម្មវិធីគម្រោងរបស់យើងហ្នឹងយើងមានជាកិច្ចសន្ទនាហ្នឹងជួបគ្នារវាងតំណាងក្រុមហ៊ុនហើយនឹងកម្មករអូនសម័យមើលធម្មតាកម្មករចង់គាត់ខ្លាចអ្នកធំជាពិសេសមេរបស់ពួកគាត់ហើយមកអង្គុយទល់មុខគ្នាហើយនិយាយពីបញ្ហាថាក្រុមហ៊ុនធ្វើអីដាក់គាត់ប្រហែលជាពិបាកមែនតើតែដោយសារយើងសម្របសម្រួលចឹងនិយាយថាយើងបានបង្ហាញអំពីគោលបំណងនៃកិច្ចសន្ទនាហ្នឹងហើយបានពង្រឹងស្មារតីក៏ដូចជាបញ្ជាក់ដដែលឲ្យគាត់យល់ទាំងជាពិសេសតំណាងក្រុមហ៊ុនថាពេលដែលកម្មករគាត់លើកពីបញ្ហាសូមបងទទួលយកហើយបងកុំខឹងដើម្បីដោះស្រាយបញ្ហានឹងជូនទាំងអស់គ្នាទេអញ្ចឹងពេលដែលកម្មករគាត់ធ្វើការគាត់សប្បាយចិត្តក្នុងការធ្វើការជាមួយបងលទ្ធផលការងារបងក៏ប្រសើរជាងនឹងក្រុមហ៊ុនបងក៏រីកចម្រើនអញ្ចឹងសូមបងបើកចិត្តទលាយក្នុងការទទួលយកពីបញ្ហាដែលកម្មករគាត់លើកឡើងហើយកុំទៅចាប់តោអូដំណើរគាត់ពេលគាត់ត្រឡប់ទៅវិញចាអញ្ចឹងទៅហើយយើងបានពង្រឹងក៏ដូចជាលើកទឹកចិត្តឲ្យខាងតំណាងកម្មករនោះគាត់ហ៊ានហើយនឹងក្លាហានក្នុងការលើកពីបញ្ហារបស់ពួកគាត់ដំបូងគាត់អត់ហ៊ានទេតាមពិតគាត់មានបញ្ហារបស់ពួកគាត់ដែលចង់និយាយច្រើនណាពីក្រុមហ៊ុនមកពីផ្ទះមកដល់ពេលឃើញតំណាងក្រុមហ៊ុនរៀងរួចរាយដែរអញ្ចឹងទៅគាត់និយាយទៅគាត់ហ៊ានគាត់អាចលើកពីបញ្ហារបស់ពួកគាត់ដោយមិនមានការភ័យព្រួយថាទៅវិញតកែស្ដីបន្ទោសឬក៏ប្រឈប់អីអញ្ចឹងទៅឬក៏ហៅតណែនាំអីអញ្ចឹងណាអូនចាអរគុណបងស៊ីណាចាបាទ
លើកឡើងពីភាគីពាក់ព័ន្ធហើយភាគីពាក់ព័ន្ធដែលសំខាន់នោះគឺក្រុមហ៊ុនហើយនឹងរវាងការសម្រុះសម្រួលគ្នារវាងក្រុមហ៊ុននិងកម្មករដើម្បីលើកឡើងពីបញ្ហាយើងចង់បាននៅដំណោះស្រាយល្អមួយសម្រាប់កម្មករនេះជាពិសេសគឺស្ត្រីចាដែលធ្វើការនៅចំការចែកនិងចំការកស៊ូផងដែរចាឥឡូវដោយសារតែពេលវេលាយើងបានមកដល់ទីបញ្ចប់ហើយជាមតិយោបល់ចុងក្រោយចាជូនដំបងស៊ីណាចាមានជាមតិយោបល់ឬជាអនុសាសន៍អ្វីសម្រាប់ប្រធានបទយើងថ្ងៃនេះដែរចា ចាអូលឿនមែនតើ1ម៉ោងចាអរគុណច្រើនសម្រាប់វិសុ conference ដែលបានអញ្ជើញនាងខ្ញុំមកហើយនាងខ្ញុំសូមមានមតិយោបល់មកតិចតួចទេគាត់ថាស្នើសុំទៅជាពិសេសនោះគឺក្រសួងការងារចាលោកសូមជួយពិនិត្យមើលទៅលើប្រាក់ខែសម្រាប់ជាពិសេសនោះគឺសម្រាប់កម្មការនេះនៅក្នុងវិស័យចំការជែកនិងចំការកស៊ូចាអញ្ចឹងដោយសារពួកគាត់និយាយមែនតើទៅស្ដាប់ឮពួកគាត់ទំនោររបស់ពួកគាត់ហ្នឹងគឺវានៅទៀបមែនតើចាអញ្ចឹងអាចក្នុងដោយអូនសិលាគាត់លើកពីខាងដើមអញ្ចឹង 30000 ស្ត្រីបានតែ 28000 ហើយបុរសនោះបើចការជែកឲ្យលំអត់បានស្មើគ្នាជាមួយស្ត្រីទោះបីជាការងារស្ត្រីធ្វើដោយបុរសបានតែ 28000 ទេស្ត្រីបាន 30000 ទៅអាច 35000 បុរសចាបុរសគាត់បាន 35000 ចាហើយស្ត្រីក៏បាន 28000 នេះមែនតើទៅស្នើសុំឲ្យក្រសួងហើយនឹងជាពិសេសក្រសួងពាក់ព័ន្ធហើយនឹងតំណាងក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលឲ្យបានស្មើគ្នារវាងបុរសនិងស្ត្រីចាព្រោះពួកគាត់លើកឡើងទៀតថាទោះបីជាគាត់ធ្វើការងារដូចបុរសក៏ដោយចាក៏គេនៅតែឲ្យគាត់20000 ជាងនឹងដែររហូតដល់នៅក្នុងសភៅទឹកភ្នែកដែលគាត់លើកឡើងហ្នឹងខ្ញុំបានអានផ្សាច់រឿងមួយគាត់ថាគាត់តស៊ូមតិស្ត្រីហ្នឹងគាត់ថាមិនបានគាត់ធ្វើការដូចបរោះដែរស្មើបរោះធ្វើអីក៏ធ្វើនឹងកើតហើយឲ្យគាត់ទីថាយកលុយច្រើនទៅណាពេលការគាត់និយាយលេងទៅគាត់ស្ត្រីហ្នឹងថាយកលុយច្រើនហ្នឹងទៅណាយកតែប៉ុណ្្នឹងបានហើយអញ្ចឹងណាហ្នឹងហើយតាមពិតជាពាក្យនេះមែនប៉ុន្តែគាត់ស្ត្រីក៏គាត់អន់ចិត្តដែរដោយសារសិទ្ធិស្មើគ្នាប្រាក់ខែស្មើគ្នាដែរចាហើយចាហ្នឹងហើយសូមជួយពិនិត្យប្រាក់ខែជួយពិនិត្យទៅលើប្រាក់កម្រៃក៏ដូចជាប្រាក់ឈ្នួលក៏ដូចជាប្រាក់ខែពួកគាត់ហើយស្នើសុំឲ្យមានក្រសួងពាក់ព័ន្ធហ្នឹងគាត់ជួយឲ្យមានកម្មករដែលនៅក្នុងវិស័យហ្នឹងជួយមានប្រាក់ខែគោលមែនតើទៅគាត់អត់ដូចកន្លែងខ្លះនិយាយទៅនៅក្នុងក្រុមហ៊ុនដែលគាត់ចុះបញ្ជីគឺកម្មករក៏បានលើកឡើងថាគាត់មានប្រាក់គោលចាគាត់មានប្រាក់គោលអាចចន្លោះពី$170ទៅ$200ចឹងទៅប៉ុន្តែក្រុមកម្មករដែលគាត់ធ្វើការជាមួយនឹងគេហៅថាជាមួយនឹងក្រុមហ៊ុនជាលក្ខណៈគ្រួសារគឺគាត់នៅក្នុងវិស័យមិនទាន់រៀបរយហ្នឹងគឺគាត់អត់មានប្រាក់គោលទេគឺគាត់ហូបប្រាក់ប្រចាំថ្ងៃចាអញ្ចឹងមួយថ្ងៃទៅអត់ទៅធ្វើការឈឺអត់បានប្រាក់ចំណូលទៅចាចឹងឲ្យស្នើសុំឲ្យមានប្រាក់គោលសម្រាប់ជាពិសេសនោះគឺសម្រាប់កម្មករដែលគាត់ធ្វើការនៅក្នុងវិស័យចំការជែកនិងចំការកស៊ូនឹងតែម្ដងចាអរគុណបងស៊ីណាចាជួនទៅបងច័ន្ទសិលៈផងដែរចាមានជាអនុសាសន៍ឬមតិយោបល់អ្វីសម្រាប់ប្រធានបទយើងថ្ងៃនេះចាអូនអរគុណច្រើនពាក់ព័ន្ធជាមួយនឹងភាគីពាក់ព័ន្ធនៅក្នុងការចូលរួមចំណែកក្នុងការដោះស្រាយក៏ដូចជាឆ្លើយតបទៅលើបញ្ហានិងតម្រូវការរបស់ពួកគាត់កម្មករជាស្ត្រីឬក៏កម្មករនៅក្នុងវិស័យចការជែកចការកស៊ូនឹងដែរទី1ហ្នឹងខ្ញុំគិតថាជាខាងក្រសួងស្ថាប័នដែលជាពិសេសក្រសួងការងារក៏ដូចជាខាងបសសគាត់គឺតែពង្រឹងទៅលើការចុះអធិការកិច្ចទៅលើក្រុមហ៊ុនចការជែកនិងចការកស៊ូមិនថាតែក្រុមហ៊ុនដែលជាក្រុមហ៊ុនគោលដៅរបស់អង្គការទេប៉ុន្តែជាក្រុមហ៊ុនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាយើងដើម្បីមើលឃើញថាពីការអនុវត្តនៃការផ្ដល់ជាមានន័យថាតើក្រុមហ៊ុនទាំងអស់ហ្នឹងបានគោរពច្បាប់ទៅលើការដែលមានកម្មករហ្នឹងគាត់មានបទសរនៅគាត់បានគ្រប់ច្បាប់ការងារនៅអញ្ចឹងណាដើម្បីឲ្យធានាថាកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុនចការជែកនិងចការកស៊ូទាំងអស់ហ្នឹងគាត់ទទួលបានទាំងសិទ្ធិការងារក៏ដូចជាច្បាប់ពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពការងារអីផ្សេងនៅក្នុងអំឡុងពេលដែលពួកគាត់ធ្វើការងារដែលមិនខ្វែងខ្វល់ទៅលើរឿងសុវត្ថិភាពដូចជាខ្វះទៅលើសម្ភារៈដូចជាសូម្បីតែអាវភ្លៀងក៏អត់មាននៅពេលដែលពួកគាត់ត្រូវការទៅលាយជីនៅក្នុងឃ្លាំងឬក៏ពាក់ព័ន្ធជាមួយនឹងស្បែកជើងកវែងមានន័យថាធានាថាក្រុមហ៊ុនទាំងអស់ហ្នឹងបានផ្ដល់សម្ភារៈសុវត្ថិភាពទៅកាន់កម្មករដែលគាត់ធ្វើការនៅក្នុងវិស័យចការជែកនិងចការកស៊ូហ្នឹងហើយមួយទៀតហ្នឹងគឺផ្ដល់ទៅលើថាតើក្រុមហ៊ុនដែលមានកម្មករហ្នឹងពួកគាត់បាន
ធ្វើបានបោះសសរក៏ដូចជាបង់ទៅលើវិភាគទានបោះសសរហ្នឹងទៅកាន់កម្មករដែលធ្វើការផ្ទាល់ជាមួយនឹងក្រុមហ៊ុននឹងហើយឬនៅអញ្ចឹងណាដើម្បីឲ្យពួកគាត់ចុះអធិការកិច្ចបន្ថែមទៀតទៅលើការងាររឿងរ៉ាវទាំងអស់ក្នុងបន្ថែមទៀតដើម្បីធានាថាកម្មករពិតជាទទួលបានបោះសសរក៏ដូចជាមានសុវត្ថិភាពនៅកន្លែងធ្វើការងាររបស់ពួកគាត់ទី2ដែរគឺអាជ្ញាធរនៅក្នុងមូលដ្ឋានតែម្ដងអាជ្ញាធរដែលនៅក្នុងមូលដ្ឋានទៅលើភូមិឃុំក៏ដូចជាស្រុកដែលពួកគាត់ដែលមានកម្មករពីចំណាក់ស្រុកពីតំបន់ផ្សេងទៅធ្វើការនៅកន្លែងហ្នឹងណាគួរតែចុះនៅក្នុងការសួរសុខទុក្ខក៏ដូចជាចុះជួបជាមួយពួកគាត់ប្រជុំឬក៏សាកសួរពីស្ថានភាពព្រោះពេលខ្លះគាត់ថានៅពេលដែលមានបញ្ហាគាត់អត់ដឹងថាគាត់ទៅរកអញ្ញាធរនៅណាទេពួកដោយសារតែពួកគាត់ចំណាក់ស្រុកមកពីចម្ងាយពេលដែលមានបញ្ហាខាងក្រុមហ៊ុនមានបញ្ហាជាមួយក្រុមហ៊ុនគាត់អត់ដឹងថាត្រូវធ្វើម៉េចអីចឹងណាដោយសារពួកគាត់ចំណាក់ស្រុកមកពីចម្ងាយគាត់មានអារម្មណ៍ថាគាត់អត់សូវមានសុខភាពនៅក្នុងការលើកឡើងក៏ដូចជាសុខភាពនៅក្នុងការទៅរកអញ្ញាធរទេអញ្ចឹងហើយខ្ញុំគិតថាក្នុងនាមជាអញ្ញាធរនៅក្នុងមូលដ្ឋានក៏ដូចជាដើម្បីឆ្លើយតបទៅលើតម្រូវការរបស់ខាងកម្មករដែរគួរតែមានការប្រជុំឬក៏ជាការសួរសុខទុក្ខរយៈពេលប្រហែលម្ដងអីចឹងទៅដើម្បីឲ្យខាងកម្មករគាត់មានអារម្មណ៍ថាអូអាជ្ញាធរនៅក្នុងមូលដ្ឋានហ្នឹងដឹងពីសុខទុក្ខរបស់ពួកគាត់ក៏ដូចជាដឹងថាពួកគាត់បានចំណាក់ស្រុកមករស់នៅក្នុងនឹងធ្វើការបែបហ្នឹងអញ្ចឹងហើយចង់ឲ្យពួកគាត់ទទួលដឹងលើពីស្ថានភាពក៏ដូចជាបញ្ហាផ្សេងដែរព្រោះហើយណាមួយទៀតដូចបាននិយាយដែរថាដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាកក់ក្ដៅហើយពេលដែលមានបញ្ហាគាត់ដឹងថាគាត់គួរតែទៅរកអ្នកណានៅក្នុងការជជែកក៏ដូចជានៅក្នុងការរាយការណ៍អីផ្សេងហើយមួយទៀតខ្ញុំគិតថាភាគីដែលពាក់ព័ន្ធសំខាន់មួយទៀតនោះគឺក្រុមហ៊ុនផ្ទាល់តែម្ដងខ្ញុំគិតថានៅពេលដែលមកធ្វើការក៏ដូចជាមកវិនិយោគនៅក្នុងការធ្វើទៅលើការជែកក៏ដូចជាការកស៊ូដូចជាគាត់បីតែជាការធ្វើការហ្នឹងវាប្រកបដោយសុវត្ថិភាពសម្រាប់អ្នកដែលជាអ្នកដែលធ្វើការនឹងហ្នឹងឬក៏យើងហៅថាជាកម្មករដែលធ្វើការនៅនឹងដើម្បីធានាថាពួកគាត់ក៏ជាមនុស្សដូចយើងដែរអញ្ចឹងហើយធានាពីសុវត្ថិភាពនៅក្នុងការធ្វើការរបស់ពួកគាត់នឹងប្រកបដោយសុវត្ថិភាពក៏ដូចជាគិតគូរពីរឿងរ៉ាវដែលចង់និយាយថាណាដែលវាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវដែលអសុវត្ថិភាពហ្នឹងយើងគួរតែធ្វើម៉េចឲ្យវាមានសុវត្ថិភាពជាពិសេសស្ដាប់ទៅសំឡេងរបស់ពួកគាត់អញ្ចឹងណានៅពេលដែលពួកគាត់លើកឡើងជាបញ្ហាក៏ដូចជាតម្រូវការឲ្យផ្សេងគួរតែជជែកក៏ដូចជាព្យាយាមរកដំណោះស្រាយទៅកាន់ពួកគាត់មិនមែនថាឲ្យតែពួកគាត់លើកឡើងអីហ្នឹងក៏គិតថាពួកគាត់ចង់ដោយសារតែសហជីពដោយសារតែអីចឹងទៅធ្វើឲ្យសម្លេងរបស់ពួកគាត់ហ្នឹងត្រូវបានគេរើសអើងឬក៏ត្រូវបានគេគំរាមកំហែងអីចឹងទៅអញ្ចឹងខ្ញុំគិតថាក្រុមហ៊ុនវាគួរតែចាប់ផ្ដើមនៅក្នុងការដែលស្ដាប់សម្លេងរបស់ពួកគាត់ក៏ដូចជាស្ដាប់សម្លេងដែលធ្វើម៉េចឲ្យធានាថាការធ្វើការហ្នឹងវាមានតែស្នាមញញឹមមកវាមិនមែនធ្វើការដោយសារតែពួកគាត់អត់មានជំរើសវាមូលហេតុដែរដែលថាពួកគាត់អត់មានជំរើសហើយពួកគាត់ត្រូវមកធ្វើការហ្នឹងប៉ុន្តែចង់ឲ្យការធ្វើការហ្នឹងក៏តែអត់មានជំរើសមែនប៉ុន្តែឲ្យពួកគាត់ធ្វើការដែលមានស្នាមញញឹមមានអារម្មណ៍កក់ក្ដៅក៏ដូចជាមានអារម្មណ៍ថាត្រូវបានគេយកចិត្តទុកដាក់ទៅលើស្ថានភាពការងាររបស់ពួកគាត់នៅកន្លែងធ្វើការហ្នឹងចា៎ហើយហ្នឹងហើយអរគុណសម្រាប់ការផ្ដល់ឱកាសនៅក្នុងការឲ្យចូលរួមថ្ងៃហ្នឹងដែលធ្វើឲ្យសម្លេងក៏ដូចជាបញ្ហារឿងរ៉ាវរបស់កម្មករនៅក្នុងវិស័យចការចែកនិងចការកស៊ូបានលើទៅដល់អ្នកផ្សេងទៀតដែរហើយខ្ញុំគិតថាអាចនឹងមានអ្នកថ្មីដែលកំពុងតែស្ដាប់នឹងអាចអត់ដឹងពីស្ថានភាពនៅក្នុងវិស័យចការចែកនិងចការកស៊ូអ្វីដែលខ្ញុំបានលើកឡើងថ្ងៃនេះវាគ្រាន់តែជាមួយជ្រុងតូចមួយទេតាមរយៈអ្នកដែលធ្វើការផ្ទាល់ជាមួយពួកគាត់អញ្ចឹងណាតែបើបានស្ដាប់ពីសាច់រឿងរបស់ពួកគាត់ឬក៏បានអាននៅសភៅទឹកភ្នែកកសដែលសិលកាបានចងក្រងឡើងអ្នកខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងបានដឹងពីជ្រុងមួយផ្សេងទៀតដែលពួកគាត់បានជួបនៅក្នុងស្ថានភាពពិតរបស់ពួកគាត់អញ្ចឹងណាឬក៏បើអ្នកដែលកំពុងតែនៅក្នុងស្ថានភាពដែលពួកគាត់កំពុងតែជួបប្រទះនឹងមកនឹងអាចយល់ពីអារម្មណ៍ក៏ដូចជាយល់ពីទុក្ខលំបាករបស់ពួកគាត់បន្ថែមទៀតដែរចាអាហ្នឹងខ្ញុំមានប៉ុណ្ណឹងហើយអរគុណសម្រាប់ការផ្ដល់ឱកាសនៅក្នុងការឲ្យចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះដែរចាអរគុណច្រើនចាអរគុណបងច័ន្ទសិលៈចាកម្មវិធីយើងបានមកដល់ទីបញ្ចប់ហើយអរគុណដល់វាគ្មិនទាំងពីររូបចាបងស៊ីណាក៏ដូចជាបងច័ន្ទសិលៈដែលបានផ្ដល់កិត្តិយសចូលរួមជាវាគ្មិនក្នុងថ្ងៃនេះក៏សូមអរគុណដល់ប្រិយមិត្តដែលបានតាមដាននិងទស្សនាកម្មវិធីរបស់យើងតាំងពីដើមដល់ចប់ហើយក៏ខន្តីអភ័យទោសរាល់កំហុសខុសឆ្គងណាមួយដែលកើតឡើងដោយអចេតនាផងដែរចាគណៈពេលនេះដែរនាងខ្ញុំនិងវាគ្មិនទាំងពីររូបព្រមទាំងក្រុមការងារនៃការផ្សាយផ្ទាល់សូមអរគុណនិងសូមជម្រាបលា